ក្រោយបែកធ្លាយជំវិញករណីយករថយន្តជនជាតិឥណ្ឌូនេស៊ីក្នុងប្រតិបត្តិការបង្ក្រាប scam អនឡាញអត្តការរងក្រុងប៉ោយប៉ែតម្នាក់ត្រូវបានស្នងការនគរបាលខេត្តបន្ទាយមានជ័យក៏ហៅសួរនាំនៅថ្ងៃទី26ខែសីហាឆ្នាំ2026នឹងឲ្យយករថយន្តជនជាតិឥណ្ឌូនេស៊ីនោះប្រគល់ជូនគណៈកម្មការបង្ក្រាបបទល្មើស scam អនឡាញវិញតាមលោកឧត្តមស្នេហ៍ត្រីវងវិតស្នងការរងទទួលផែនធនធានមនុស្សខេត្តបន្ទាយមានជ័យបានឲ្យដឹងថាជាការណែនាំរបស់លោកឧត្តមស្នេហ៍ត្រីសឿងសារិទ្ធស្នងការនគរបាលខេត្តបន្ទាយមានជ័យក្រោយទទួលព័ត៌មាននិងបណ្ដាញសង្គមបានផ្សព្វផ្សាយពីលោកវរៈសេនីយ៍តូរ៉េនសុភ័ក្រអធិការរងទទួលផែនការងារព្រំប្រទានក្រុងប៉ោយប៉ែតបានយករថយន្តមួយគ្រឿងរបស់ជនជាតិឥណ្ឌូនេស៊ីយកមកជិះនៅពេលដកហូតក្នុងករណីបង្ក្រាបបទល្មើសអនឡាញ scam កាលពីកន្លងទៅនៅក្រុងប៉ោយប៉ែតលោកបានបញ្ជាក់ថាមិនមានការខាត់ខ្លួនលោកអធិការរងរូបនេះទេដោយគ្រាន់តែហៅមកសួរនាំតាមនីតិវិធីកងកម្លាំងនគរបាលនឹងគិតមកដល់រសៀលថ្ងៃទី26នេះរថយន្តបានយកមកប្រគល់ជូនទីស្នាក់ការរក្សាវត្ថុតាងរួចហើយចំណែកលោកវរៈសេនីយ៍តូរ៉េនសុភ័ក្រអធិការរងទទួលការងារព្រំប្រទានក្រុងប៉ោយប៉ែតក៏ត្រូវបានឲ្យវិលត្រឡប់ទៅអង្គភាពវិញដើម្បីរងចាំការសម្រេចពីថ្នាក់លើតាមព័ត៌មានបានឲ្យដឹងថារថយន្តជនជាតិឥណ្ឌូនេស៊ីដែលត្រូវបានលោកវរៈសេនីយ៍តូរ៉េនសុភ័ក្រដកហូតពីកន្លែងបង្ក្រាបបទល្មើសអនឡាញ scam នៅក្រុងប៉ោយប៉ែតបានយកទៅឲ្យកូនស្រីជិះនៅភ្នំពេញក្រោយព័ត៌មាននិងបណ្ដាញសង្គមផ្សព្វផ្សាយទើបយកមកប្រគល់ជូនគណៈកម្មការបង្ក្រាបបទល្មើសអនឡាញ scam នៅក្រុងប៉ោយប៉ែត